ស្ដីដល់គ្នាថ្ងៃហ្នឹងគឺយើងនឹងមកបន្តមេរៀនរបស់យើងបន្តទៀតគឺមេរៀនទី2ដោយមេរៀនទី2របស់យើងនេះគឺខ្ញុំនឹងមកនិយាយអំពី variable ហើយនិង data type នេះអ្នកគ្នាយើងមកនិយាយអំពី variable ហើយនិង data type រួមជាមួយនឹងពីហោះលឿនពេកអ្នកគ្នាអូសលឿនពេកនឹង user input នេះមួយទៀតតែអាចថាបើខ្ញុំអាចថានេះលឿននេះមើលទៅអូខេខ្ញុំនឹងព្យាយាមធ្វើឲ្យតន់ឲ្យព្យាយាមធ្វើបានទាំង variable data type ហើយនឹង user input ដើម្បីឲ្យមេរៀនយើងកាន់តែលឿនថែមទៀតហើយខ្ញុំអត់ព្យាយាមធ្វើឲ្យវាលឿនខ្លាំងទេខ្ញុំព្យាយាមធ្វើវាម្ដងតិចដោយសារអីខ្ញុំខ្លាចគ្នាយើងចាំអត់តន់ខ្លាចគ្នាយើងអត់យល់អញ្ចឹងហើយទើបខ្ញុំព្យាយាមធ្វើវាម្ដងតិចទេដើម្បីគ្នាយើងងាយស្រួលចាប់ងាយស្រួលអនុវត្តដូចខ្ញុំថាអញ្ចឹងពេលខ្ញុំដាក់បង្រៀនហើយអ្នកគ្នាត្រូវតែអនុវត្តថែមផងបើគ្នាអនុវត្តចាំដល់ខ្ញុំបង្រៀនគឺអត់ចេះទេមិនងាយចេះទេគឺអញខ្លាចគាត់ដឹងតែយកអត់ចាំពេលអញ្ចឹងទៅអញ្ចឹងនៅគ្នាគួរតាមវត្តបានច្រើនដើម្បីក្នុងការចេះបានច្រើនទៅបីខ្ញុំបានដាក់កិច្ចការឬគាត់បានដាក់ធ្វើស្អីមកនៅគ្នាធ្វើក៏ដោយក៏នៅគ្នាគួរព្យាយាម research ធ្វើវាបន្ថែមនៅគ្នាអញ្ចឹងនៅក្នុងការប្រើ in អានេះនៅគ្នា variable នេះវាមាននៅ in វាមាននៅ float វាមាននៅ double វាមាននៅ char វាមាននៅ string មាននៅ boolean ហើយចំពោះ boolean នេះនៅគ្នាកុំចាប់អារម្មណ៍ពេកនៅគ្នាចាប់អារម្មណ៍តែប្រហែលនេះលើទៅបានហើយប្រាប់ boolean នេះគឺយើងនឹងបង្រៀនវានៅពេលក្រោយនៅពេលជួបរបស់ឲ្យត្រូវបរៀនព្រោះឥឡូវនេះយើងបរៀនវាក៏វាអត់តន់យល់គ្នាអត់ទៅយល់ដែរនិយាយថា boolean នេះវាតកតងទៅនឹងប៉ិតឬក៏មិនប៉ិតនៅគ្នាអញ្ចឹងដឹងថាហ្នឹងវាតកតងទៅនឹង true វាតកតង true false ប៉ិតឬមិនប៉ិតហ្នឹងចំណែកឥឡូវយើងមើលកន្លែង in ជាប្រភេទ number ដល់វាជាចំនួនគត់អញ្ចឹងដូចជា1 2 3 4 10 20 30 40 50ទៅគឺយើងប្រើ in ហើយ float វាជាចំនួនទស្សភាគវាមានដូចជាចំនួនតូចវាប្រភេទ decimal អញ្ចឹងអ្នកគ្នាអាចថាចាប់ពី0.1ឡើងទៅរហូតទៅដល់ប្រមាណរហូតដល់ 9.99 ទៅហើយយើងអាចប្រើវាលើសពីនឹងបានដែរប៉ុន្តែគាត់ថាបើលើសពីនឹងគេរីខមឲ្យយើងប្រើ double អ្នកគ្នានេះ double ហ្នឹងវាក៏ជាប្រភេទចំនួនទស្សភាគដែរប៉ុន្តែវាជាលក្ខណៈវាប្រភេទធំជាង decimal ណាហេតុអីបានយើងគិតអញ្ចឹងបើលក្ខណៈថាបើសិនគេយើងប្រើអានេះតម្លៃភាគច្រើនឧទាហរណ៍តម្លៃហ្នឹងវាច្រើនពេកទៅវាចាប់អត់អស់ទេប៉ុន្តែបើយើងប្រើ double បើតម្លៃវាច្រើនវាចាប់មកអស់ហ្មងឧទាហរណ៍នេះ 3.14 អានេះគឺ 9.99 99.99 ហ្នឹងទៅអញ្ចឹងវាច្រើនចំនួនធំអញ្ចឹងក៏គេប្រើ double ហើយប្រភេទឆានេះគឺយើងជាប្រភេទ single character ឧទាហរណ៍ថានេះវាជាអ្នកគ្នាគេបើកតាសញ្ញាអាតង្គៀបនេះអាសញ្ញាថ្មីយើងឡើងតែមួយទេហើយយើងដាក់តាមួយ character តួអក្សរចូលទេយើងអាចប្រើច្រើនបានទេហើយប្រភេទ string នេះក៏ប្រភេទតួអក្សរដូចគ្នាដែរយើងបើកអាសញ្ញាថ្មីដល់នេះ2ហើយយើងអាចប្រើនៅប្រភេទ clear វែងច្រើនចូលនឹងបានអញ្ចឹងយើងនឹងទៅសិក្សាបន្តទៀតអូខេអញ្ចឹងខ្ញុំនឹងមកប្រាប់កន្លែងមួយហើយកន្លែងយើង define នេះចំណែកយើងអាច define in x វាស្មើ20អញ្ចឹងទៅ x ជាប្រភេទអាយុជាប្រភេទចំនួនគត់យើងអាចប្រើប្រភេទ in បានហើយចំពោះ price វាជាតម្លៃវាអាចជាចំនួនទស្សភាគណាគេអាចមាន$1.2 $1.5 អញ្ចឹងយើងអាចប្រើ float បានហើយឆាដូចជានេះ grade នេះវាបាននៅប្រទេស A B C D អញ្ចឹងទៅយើងអាចប្រើប្រភេទឆាបាន string យើងឲ្យឈ្មោះយើងឈ្មោះអីទៅយើងអាចប្រើនៅ string ហ្នឹងបានអូខេអញ្ចឹងខ្ញុំនិយាយអំពី user input បន្ទាប់ពីចប់ user input ខ្ញុំឧទាហរណ៍គ្នាមើលជាក់ស្ដែងហ្មង user input ឧទាហរណ៍ថា enter x យើង cout គឺយើងដាក់មក enter យក x បានន័យថាយើងឲ្យយើងបញ្ចូលនៅអាយុរបស់យើងហើយ cin នេះគឺកន្លែងឲ្យយើងបញ្ចូលជាថាយើងយកអានេះរបស់យើងមកអា x យើងប្រកាសហ្នឹងយើងដាក់ចូលអានេះមកពេលហ្នឹងវានឹងឲ្យយើងបញ្ចូលលេខដែលយើងចង់បញ្ចូលបើយើងអត់បញ្ចូលទេវានឹងចាប់យកចំនួន default របស់យើងហើយចំពោះ string គឺជាឈ្មោះហើយចំពោះ string ខ្ញុំណែនាំឲ្យអ្នកគ្នាប្រើនៅ get line ហើយយើង cin ចឹងមកហើយឈ្មោះចឹងទៅបើយើងប្រើអត់នេះដែរវាកើតទេដោយសារអីដោយសារតែបើយើងដាក់សរសេរមានដក clear វានឹងចាប់អាចំនួនខាងមុខយើងទេវាអត់ចាប់ខាងក្រោយដក clear ចេញទេអញ្ចឹងអ្នកគ្នាគួរចូលចំណុចហ្នឹងអញ្ចឹងយើងអនុវត្តទាំងអស់គ្នាទាំង
នៅ variable and data type ហើយនឹង user input អូខេឥឡូវនេះគឺជា structure យើងសរសេរពី print កាលពីវីដេអូមុនអញ្ចឹងយើងខ្ញុំនឹងប្រាប់អ្នកគ្នាមួយនៅក្នុងហ្នឹងអូអ្នកគ្នាមកខ្ញុំអត់ថ្មទេបានចុះដើរអញ្ចឹងអត់អីណាឥឡូវយើងប្រាប់ពី header មួយទៀតដែលយើងត្រូវការប្រើពេលយើងប្រើនៅ variable និង data type string ហ្នឹងគឺយើងប្រើ include string អញ្ចឹងគ្នាត្រូវចំណាំដល់ពេលដែលយើងប្រើប្រភេទដូចជាឆាហើយយើងដាក់ថាជា grade ហើយ string ស្មើ name អីចឹងទៅអាពីរហ្នឹងគឺដាច់ខាតបើយើងប្រើអាពីរហ្នឹងដាច់ខាតវាត្រូវតែមានអា include string នេះគ្នាវាត្រូវតែមានអាហ្នឹងបើយើងអត់ប្រើហ្នឹងគឺវានឹង error នៅគ្នាអញ្ចឹងអាពីរហ្នឹងដាច់ខាតត្រូវតែមានបើយើងប្រើអាពីរនេះត្រូវតែមានអានេះដូចគ្នាត្រូវចាំអាហ្នឹងមួយហើយមួយទៀតនៅក្នុងការជាដាក់ថាជា in មួយទៀត in គឺ x អញ្ចឹងទៅជាជុករបស់យើងហើយមួយទៀតគឺវាគឺជា float អូខេ float យើងដាក់ថាវាជា price float អូខេតាមគេហ្នឹងទៅតាម document price ហើយ double វាជាប្រភេទអីគេដាក់ថា amount អូខេខ្ញុំនឹងទៅឧទាហរណ៍មើលឥឡូវខ្ញុំនឹងបង្ហាញពីការឥឡូវខ្ញុំនឹងបង្ហាញពីការ assign តម្លៃឲ្យឧទាហរណ៍ថា string យើង assign តម្លៃឲ្យវាថាឈ្មោះខ្ញុំដាក់ថា Licody ឈ្មោះខ្ញុំគឺ Chunny អូខេប៉ុន្តែឈ្មោះ nickname របស់ខ្ញុំគឺ Licody អញ្ចឹងខ្ញុំដាក់ Licody ហើយ grade មិនថា grade A មិនន័យថានិទេស A ឆ្នាំអាយុឧទាហរណ៍ថាអាយុយើងដាក់ថាម៉ានយើងដាក់ថា18អញ្ចឹងទៅចិត្តអត់ទៅឲ្យក្មេងតិចចំណែក price នេះគឺយើងចង់ដាក់អីដាក់ទៅ price ហ្នឹងគឺខ្ញុំចង់ដាក់ឧទាហរណ៍តម្លៃអីមួយទៅអូនៅគ្នាច្រឡំចំពោះយើងប្រើប្រភេទលេខនេះយើងអត់ប្រើសញ្ញាថ្មីដល់2នេះយើងដាក់តម្លៃទៅទេអញ្ចឹងមកហើយចំណែកឯ price ជាឧទាហរណ៍ដាក់ថា 4.5 ចំណែក amount យើងប្រើមែនឧទាហរណ៍ថា10ដាក់ថា20អញ្ចឹងទៅអូខេអ្នកគ្នាទៅចំណាំថាជារៀងរាល់ពេលយើងទៅប្រើstring និង character ដាច់ខាតក៏យើងត្រូវទៅប្រើនេះដាច់ខាតក៏យើងត្រូវដាក់សញ្ញាអានេះសញ្ញាហ្នឹងហើយនឹងសញ្ញានេះព្រោះបើយើងអត់ដាក់អាហ្នឹងទេគឺវានឹង error ហ្មងមកខ្ញុំជឿអាចសារឲ្យបានអញ្ចឹងយើងនឹងនៅគ្នាគឺជារបៀបនៃការប្រកាសនិងការ assign មកវាបានហើយយើងអាច assign តាមរបៀបទៀតបាននៅគ្នាយើងឲ្យយើងនៅខ្ញុំនឹងទៅ display ប៉ុណ្ណឹងឲ្យគ្នាមើលហើយខ្ញុំនឹងបង្ហាញអំពីការ assign មួយរបៀបទៀតឲ្យគ្នាមើលហើយខ្ញុំដាក់ថា coutខ្ញុំដាក់ថា name ឥឡូវយើងដាក់ name អញ្ចឹងមកយើងដាក់ថា endl ហើយនេះចុះបន្ទាត់មួយទៀតហ្នឹងហើយយើងដាក់នេះ grade ហើយអានេះយើងដាក់ថាវាជា x ហើយនេះគឺជា price អានេះគឺជា amount ហើយអានេះគឺ amount របស់យើងដាក់មកអានេះគឺជាគេ price របស់យើងហ្នឹងគឺជាតម្លៃយើងត្រូវ display ខាងមុខហ្នឹងអានេះគឺជាគេគឺជា x របស់យើងគេអាយុរបស់យើងហ្នឹងហើយនេះគឺជាគេគឺជា grade ហ្នឹងគ្នាឥឡូវយើងទៅ run យើងទៅ compile មើលថាវាត្រូវអត់នេះគ្នាវាត្រូវ 100% អត់វាមាន error អីទេឥឡូវយើងនឹងមក run វា
នេះគឺវាមិនទាំងអស់វាមាននៅ amount វាមាននៅ price វាមាននៅ age វាមាននៅ grade វាមាននៅឈ្មោះរបស់យើងអញ្ចឹងទៅអូខេឥឡូវយើងនៅបន្តទៀតខ្ញុំបង្ហាញអំពីការ assign មួយរបៀបទៀតឧទាហរណ៍ខ្ញុំ assign ថា assign មួយទៀតគឺយើងអត់ប្រើចេះក៏បានដែរយើងអាចប្រើ name ស្មើនឹងប្រមាណឲ្យឈ្មោះគេឈុនលីអញ្ចឹងមកអូខេអញ្ចឹងដាក់បែបហ្នឹងពេលយើងឆែកមើលតើវានឹងចាប់ដល់ឯមួយណាយើងឆែកមើលយើងនឹង run វានេះនៅគ្នាចាប់តម្លៃឈ្មោះឈុនលីឧទាហរណ៍បើយើង assign នេះប៉ុណ្ណេះហើយអញ្ចឹងបើយើង assign តម្លៃខាងក្រោមឈ្មោះទៀតវានឹងចាត់តម្លៃខាងក្រោមនេះវាអត់ចាត់តម្លៃខាងលើនេះទេដោយសាររបៀបថាយើងបាន replace វាហើយរបៀបយើងមនុស្សឲ្យកូនក្មេងអញ្ចឹងកើតមកក៏ដាក់ឈ្មោះ A ហើយបន្ទាប់ធំឡើងគេបដូរឈ្មោះគាត់ទៅជា B អញ្ចឹងទៅអញ្ចឹងគឺអាចចាត់ចុះឈ្មោះ B រហូតអញ្ចឹងទៅនៅគ្នាអញ្ចឹងរបៀបនៃការ assign តម្លៃអញ្ចឹងគឺដូចគ្នានៅគ្នាអាចប្រើនៅគ្នាអាចដាក់ថា grade ស្មើនឹងអីគេដាក់ថាស្មើនឹង B យើងក៏បាន B ហើយទៅយើងអាចដាក់ថា x ស្មើនឹង20អញ្ចឹងក៏បានយើងអាចដាក់ថា price ស្មើនឹង 5.0 អីចឹងមកក៏បានហើយ amount យើងអាចអូគ្នាខ្ញុំថែមមួយទៀតខ្ញុំដាក់បន្ថែមខ្ញុំនឹងបន្ថែមមួយទៀតគឺ in មួយទៀតឥឡូវខ្ញុំផាញ់មួយទៀតអាចធ្វើយ៉ាងបានយើងដាក់ថាយើងចេះមកយើងធ្វើចេះមកយើងក្បៀចេះមួយមកយើងដាក់ថាអីខាងនេះដាក់ qty បានន័យថាចំនួននៃចំនួនយើងដាក់អញ្ចឹងបានហើយយើងអានេះយើងដាក់មក x របស់យើងស្មើ20ហើយ qty របស់យើងប្រមាណ ty របស់យើងเราដាក់ថា5ហើយយើងនឹងកណនាចំនួនអូឥឡូវខ្ញុំដាក់ឈ្មោះនេះមួយទៀតខ្ញុំនឹងប្រើអានេះខ្ញុំបដូរឈ្មោះដូចគ្នាខ្ញុំបដូរដូចគ្នាខ្ញុំនឹងដាក់ថាខ្ញុំដាក់ថា full name អានេះ name full name យើងចង់សំដៅទៅលើឈ្មោះរបស់យើងពេញអញ្ចឹងទៅហើយចំណែក name នេះខ្ញុំចង់ name ឈ្មោះសំដៅលើឈ្មោះរបស់ product មួយអញ្ចឹងទៅអញ្ចឹងខ្ញុំចង់ដាក់អានេះដាច់តម្លៃអីមក name វាស្មើនឹងនេះ product ឧទាហរណ៍ថាដាក់ថាជា SUV វាជាប្រភេទស្បែកជើងនៅគ្នាអញ្ចឹងដាក់មកឧទាហរណ៍ថាយើងដាក់ប៉ុណ្ណឹងហើយ qty ដាក់មកឧទាហរណ៍ស្បែកជើងហ្នឹងមិនទៅខ្ញុំដាក់ថាតម្លៃវាគឺ5អូខ្ញុំដាក់ថា qty ហើយខ្ញុំដាក់គុណនឹង price អញ្ចឹងនៅចាំមើលថាវាចេញតម្លៃមិនerror នេះនៅគ្នាតាម plate ដាក់ semicolon មួយនៅគ្នា25នេះហ្នឹងគឺខ្ញុំបង្ហាញពីរបៀបនៃការកណនាមួយផងដែរនៅគ្នាគឺគុណគឺយើងប្រើនេះបានបើយើងអាចទៅសាញតម្លៃបើយើងជាប្រភេទ integer ដូចគ្នាយើងអាចប្រើចេះបានយើងអាចប្រើចឹងបាននៅគ្នាហើយយើងអាចប្រើរបៀបគុណយ៉ាងដូចគ្នាឧទាហរណ៍ថាអានេះយើងតម្លៃគុណចឹងមកយើងអាចថាយកអានេះយើងចង់អានេះគុណនឹងអានេះហើយអានេះគុណនឹងអានេះហើយចំនួនរបស់វាគឺបែបនេះអានេះគឺចំនួនសរុបរបស់វាអញ្ចឹងអាចដាក់យ៉ាងបានយក qty គុណនឹង price មក display ឃើញបែបហ្នឹងឥឡូវខ្ញុំនឹងបង្ហាញពីរបៀបទៀតនឹងចូលដល់ cin អូខេអញ្ចឹងអានេះខ្ញុំនឹងបិទវាខ្ញុំនឹងបិទហើយអានេះខ្ញុំនឹងបិទដូចគ្នាហើយអានេះខ្ញុំនឹងដាក់វាស្មើនឹង0អានេះដាក់វាស្មើ0ដូចគ្នាហើយនេះខ្ញុំនឹងបិទវាចោលស្មើ0ដូចគ្នាហើយនេះខ្ញុំអត់យកទេហើយនេះខ្ញុំអត់យកទេខ្ញុំយកតែ name ទៅទេអូខេឥឡូវខ្ញុំនឹងទៅដកអានេះចោលអស់
ខ្ញុំចូលដល់ user input អូខេយើងបង្ហាញមុនហ្នឹងតើតើ user input ដូចថា cout ដាក់មកដាក់ថា enter product name អូខេប៉ុណ្ណឹងហើយខ្ញុំនឹងដាក់នៅអានេះមួយខ្ញុំអត់ប្រើអាសញ្ញានោះទេអ្នកគ្នាខ្ញុំអត់ប្រើអាសញ្ញាដើម្បីបញ្ចុះបន្ទាត់ទេដោយសារខ្ញុំចង់ធ្វើអានេះខ្ញុំប្រាប់មុនគ្នាអញ្ចឹងគឺនៅក្នុងការប្រើ string ទៅតនឹងឈ្មោះ name អីហ្នឹង string អីហ្នឹងក៏យើងដាច់ខាតក៏យើងត្រូវប្រើ get line ហ្នឹងដើម្បីរក្សា space ពេលដាក់ដក space ទៅកុំឲ្យវាបាត់តួអក្សរអញ្ចឹងយើងអាចដាក់បែបហ្នឹងមកយើងដាក់អានេះមួយមកយើងបិទអានេះវិញក្នុងហ្នឹងគឺវាមាននៅ2 parameter គឺនៅ character វាមាននៅ input type អញ្ចឹងគឺ cin មកយើងហ្នឹងហើយមួយទៀតគឺតើហ្នឹង name មកយើងហ្នឹងអ្នកប៉ុណ្ណឹងយើងអាចបញ្ចូលតួអក្សរបានហើយមួយទៀតយើងចូលមកទៀតគឺតើទៅហ្នឹងហើយខ្ញុំនឹងមក copy អានេះមួយខ្ញុំនឹងដាក់ c out មួយទៀតនេះមកហើយខ្លាច់នេះមួយមកធ្វើហ្នឹងដើម្បីការពារការ error ផងដែរកុំឲ្យ error ហ្នឹង fix ច្រើនដងអូខេឥឡូវខ្ញុំនឹងមក copy អាមួយទៀតខ្ញុំ copy ប៉ុណ្ណឹងហើយអានេះខ្ញុំនឹងដាក់ថា cin ខ្ញុំដាក់ថា cin ហើយខ្ញុំដាក់ថាអានេះគឺជាqty enter product qty អូខេqty ហើយអាកន្លែង price នេះខ្ញុំនឹងដាក់តម្លៃ default វាគឺ10.5 អញ្ចឹងមកខ្ញុំនឹង default តម្លៃឲ្យហើយត្រង់នេះគឺខ្ញុំនឹងបង្ហាញនៅតម្លៃមួយប្រាប់ថា product តម្លៃប្រហែលអញ្ចឹងទៅ cout ខ្ញុំគិតថាអត់ទេខ្ញុំគិតថាចង់បញ្ចូលដូចគ្នាដែរខ្ញុំជឿថាបញ្ចូល price ដូចគ្នាមកកុំឲ្យវាញញ៉ៃច្រើនអូខេ price អានេះគឺ price ដូចគ្នាហើយអានេះយើងនឹង copy ឲ្យក្រោមមួយទៀតវាចូលបន្ទាត់មួយហ្នឹងហើយយើងដាក់នេះចូលហើយបន្ទាប់មកទៀតគឺយើងនឹងដាក់ថាអានេះគឺ amount វាស្មើនឹងត្រង់នេះគឺយើងដាក់មក cout គឺយើងដាក់ថា amount មកយើងប៉ុណ្ណឹងហើយយើងដាក់មកគឺរបស់យើងគឺស្មើទៅនឹង qty គុណនឹង price អូខេដាក់ប៉ុណ្ណឹងយើងអាចមើលបាននៅឥឡូវយើងនឹងទៅ run ដល់គ្នាមើលថាវាចេញបែបម៉េចតម្លៃនេះខ្ញុំនឹងដកចេញខ្ញុំដាក់វា default 0ដូចគ្នាពេច0អញ្ចឹងមកគ្នាមើលជាក់ស្ដែង run error flex error យើងអត់អាចមាននេះបានទេពេច0អូខេបែបហ្នឹង compile មើលគឺវាត្រូវហើយយើងនឹងទៅបើកនៅកន្លែង run មើលមួយនេះវាឲ្យបញ្ចូល product name យើងដាក់មកឧទាហរណ៍ថាអីគេយើងដាក់ថា t-shirt ហើយ price ប្រហែល price ឧទាហរណ៍ថា$4ទៅហើយ Shopify យើងយក out នឹងប្រហែលដល់យក out 10អញ្ចឹងទៅពេលចាក់ស្ដែងវាស្មើ$40នេះស្មើ40នៅគ្នាអត់អញ្ចឹងរបៀបនៃការធ្វើក៏បែបហ្នឹងអូខេនៅគ្នាអញ្ចឹងរបៀបនៅក្នុងមេរៀនមួយហ្នឹងមានប៉ុណ្ណឹងខ្ញុំនឹងទម្លាក់កូដនឹងឲ្យគ្នាមើល
អូខេអ្នកគ្នាអញ្ចឹងជួបគ្នានៅវីដេអូក្រោយហើយអ្នកគ្នាកុំភ្លេចជួយចុច Subscribe Channel ខ្ញុំមួយផងដើម្បីទទួលបានវីដេអូក្រោយៗទៀតអូខេបាយបាយ